សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននារសៀននេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងទី5គិតមកដល់ថ្ងៃទី21ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី15ហើយដែលយោធាថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅនេះស្ថានភាពនៃការគំរាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាមួយស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃនៅតែបន្តបាញ់ប្រហារនិងឈ្លានពានមកលើកម្ពុជាគិតចាប់តាំងពីម៉ោង10និង00នាទីព្រឹករហូតដល់ម៉ោង15និង00នាទីរសៀលថ្ងៃទី21នេះនៅវេលាម៉ោង10និង00នាទីរហូតដល់ម៉ោង11និង00នាទីយោធាថៃបានបន្តបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារតាថៅភ្នំខ្មោចជាំតែភ្នំត្រងោលនិងគោល8នៅវេលាម៉ោង11និង00នាទីដល់ម៉ោង12និង00នាទីយោធាថៃនៅតែបន្តបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារតាថៅភ្នំខ្មោចជាំតែនិងបានបាញ់ចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំនៅវេលាម៉ោង12ដល់ម៉ោង13:00នាទីយោធាថៃនៅតែបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារភ្នំខ្មោចជាំតែនិងបានបាញ់ចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំនៅវេលាម៉ោង13:00នាទីដល់វេលាម៉ោង14:00នាទីយោធាថៃបានចាប់ផ្ដើមបន្តបាញ់កាំភ្លើងធំកាំភ្លើងត្បាល់រត់ក្រោះបាញ់បំបុកនិងកម្លាំងថ្មើរជើងដោយបាញ់ពីចម្ងាយចូលភូមិសាស្ត្រច័ន្ទក្រហមភ្នំខ្មោចនិងជាំតែនិងបានប្រើប្រាស់ដ្រូនខ្នាតធំទម្លាក់គ្រាប់បែកនិងបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ធំនៅវេលាម៉ោង14:00នាទីដល់វេលាម៉ោង15:00នាទីរសៀលយោធាថៃបានបន្តបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើង DK106 ចល័តលើរថយន្តចូលភូមិសាស្ត្រប្រាសាទព្រះវិហារចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់កងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចទី2ស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5នៅក្នុងសមរភូមិនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង10:00នាទីព្រឹករហូតដល់ម៉ោង15:00នាទីរសៀលថ្ងៃទី21នេះនៅវេលាម៉ោង11:40នាទីយោធាថៃបានប្រើប្រាស់រថក្រោះបាញ់ផ្លោងចូលភូមិសាស្ត្របឹងព្រីងនិងបឹងត្រកួននៅវេលាម៉ោង13:01នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកចំនួន2គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំផ្គាំស្រុកស្វាយជែកខេត្តបន្ទាយមានជ័យនៅវេលាម៉ោង13:35នាទីយោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងជនស៊ីវិលដោយប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចំនួន9គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំនិមិត្តស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅវេលាម៉ោង13:53នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលក្នុងភូមិសាស្ត្រភូមិចំការកនៅវេលាម៉ោង13:55នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់កាំភ្លើង 12.7 មីលីម៉ែត្រនិង 14.5 មីលីម៉ែត្រលើរថពាសដែកវាយសន្ធាប់ក្នុងភូមិសាស្ត្រចំការកនៅវេលាម៉ោង14:00នាទីដល់វេលាម៉ោង14:30នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ155មីលីម៉ែត្រនិងប្រភេទត្បាល់បាញ់ផ្លោងចំនួន24គ្រាប់ចូលក្នុងភូមិសាស្ត្រអូ3ជាន់នៅវេលាម៉ោង14:02នាទីយោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលក្នុងភូមិសាស្ត្រភូមិចំការកនៅវេលាម៉ោង14:13នាទីដល់វេលាម៉ោង15:00នាទីយោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចំនួន13គ្រាប់បន្ថែមទៀតចូលក្នុងភូមិសាស្ត្របឹងត្រកួនចាប់ពីវេលាម៉ោង14:30នាទីដល់ម៉ោង15:00នាទីយោធាថៃបានបាញ់ផ្លោង
កំភ្លើងប្រភេទ155មីលីម៉ែត្រចំនួន32គ្រាប់និងប្រភេទត្បាល់ជាច្រើនគ្រាប់ចូលក្នុងភូមិសាស្ត្រអូ3ជាន់ចាប់ពីវេលាម៉ោង 14:36 នាទីដល់វេលាម៉ោង 14:57 នាទីយោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិលដោយប្រើប្រាស់កាំភ្លើងធំផ្លោងចូលចំនួន11គ្រាប់ចូលក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅវេលាម៉ោង 15:00 នាទីយោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទសូមជម្រាបជូនផងដែរថាមកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជានៅឡើយប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញនិងតាមដានដោយយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីការពារអធិបតេយ្យភាពរបស់កម្ពុជាក្រសួងការពារជាតិកម្ពុជាទាមទារឲ្យយោធាថៃបញ្ឈប់ជាបន្ទាន់នៅទង្វើភូតភរកុហកបោកប្រាស់បំភ្លៃការពិតមិនចេះអស់មិនចេះហើយដើម្បីបិទបាំងសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ខ្លួនមកលើកម្ពុជានិងស្នើឲ្យត្រឡប់មកធ្វើកិច្ចការដែលមានវិជ្ជាជីវៈនិងមានភាពថ្លៃថ្នូរព្រោះគ្រប់ទង្វើទាំងអស់របស់យោធាថៃគឺបានបង្ហាញកាន់តែច្បាស់អំពីចេតនារបស់ភាគីថៃក្នុងការរំលោភឈ្លានពានទឹកដីកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនិងផែនទីឯកតោភាគីរបស់ខ្លួនដែលមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិនោះទេសកម្មភាពទាំងនេះជាទង្វើផ្ទុយនឹងច្បាប់អន្តរជាតិនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលជាការគំរាមកំហែងដ៏ធំបំផុតដល់សន្តិភាពស្ថិរភាពនៅក្នុងតំបន់និងសកលលោកសូមគូបញ្ជាក់ផងដែរថាគិតមកត្រឹមម៉ោងនេះវីរៈកងទ័ពវីរៈនគរបាលកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មូមុតនិងនៅតែប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញតតាំងជាមួយនឹងសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជាយើងក៏បានបញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមជម្រាបជូនផងដែរថាសម្រាប់ព័ត៌មានបន្ថែមអំពីស្ថានភាពវិវត្តនៅជួរមុខក្រសួងការពារជាតិនឹងមានការចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា Greetings to the general public and member of the press. This afternoon, I would like to update on the situation of the Thai invasion and armed attack launched on Cambodian territory in the 4th and 5th military regions on December 21st, 2025, which enter 15 days. The Thai side has continuously violated the ceasefire and the joint declarations signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. First, the frontline situation at the 4th military region in Udon Menchay and Prahvihir provinces. The Thai military continues its attack to invade Cambodian sovereign territory from 10 a.m. to 3 p.m. on December 21st. From 10 a.m. to 11 a.m., the Thai military continued to deploy toxic gas in the areas of Pravihir Temple, Tatau, Phnom Khmau, Chom Tai, Phnom Trongaul, and Kol Prambay. From 11 a.m. to 12 p.m., the Thai military continued to fire artillery shell into the areas of Pravihir Temple, Tatau, Phnom Khmau, Chom Tai, and fire into the area of Tamon Temple. From 12 p.m. to 1 p.m., the Thai military continued to fire artillery shell into the areas of Pravihir Temple, Phnom Khmau, Chom Tai, and fire into the area of Tamon Temple. From 1 p.m. to 2 p.m., the Thai military began firing artillery, mortar, and tank shell, as well as infantry force attacking from the distance into the area of Chan Krahom, Phnom Khmau, and Chom Tai. They also deploy bombing drones and fire artillery shell into the area of Tamon Temple. From 2 p.m. to 3 p.m., the Thai military continued to attack by using DK guns mounted
on vehicle advancing into the area of Pravihir Temple. The situation in some areas are still under the Thai military armed aggression on Cambodian sovereignty, but our force continue fight the aggressor fiercely and monitor the situation closely and remain highly vigilant. Second, the frontline situation at the 5th military region in Banteay Meanchey province, the Thai military continue its attack to invade Cambodian sovereign territory from 10 a.m. to 3 p.m. on December 21st. On 11:40 a.m., the Thai military deployed tanks to fire shells into the areas of Bang Pring and Bang Trakun. At 1:01 p.m., the Thai military deployed fighter jets to drop 2 bombs in the areas of Quam Commune, Svai Chek district, Banteay Meanchey province. At 1:35 p.m., the Thai military continued to attack in civilian area by firing 9 artillery shells into the area of Nimet Commune, Ochro district, Banteay Meanchey province. At 1:33 p.m., the Thai military fired machine guns into the area of Chamkako village. At 1:55 p.m., the Thai military fired mortar shell 12.7 millimeter heavy machine guns and 14.5 millimeter armor vehicle mounted guns into the area of Chamkako. From 2 p.m. to 2:30 p.m., the Thai military fired approximately 24 shells of 155 millimeter artillery and mortar into the area of Obeijuan. At 2:02 p.m., the Thai military deployed drones to bombard into the area of Chamkako village. From 2:13 p.m. to 3 p.m., the Thai military fired 13 artillery shells into the area of Bang Trakun. From 2:30 to 3 p.m., the Thai military fired 32 shells of 155 millimeter artillery and numerous mortar shells into the area of Obeijuan commune. From 2:36 p.m. to 2:57 p.m., the Thai military continued to attack in civilian area by firing 11 artillery shells into the area of Poipet district, Poipet municipality, Banteay Meanchey province. At 3 p.m., the Thai military continued to fire shells into the area of Prejchan village. The situation in some areas are still under the Thai military armed aggression on Cambodian sovereignty, but our force continue fight the aggressor fiercely and monitor the situation closely and remain highly vigilant. The Ministry of National Defense of Cambodia demand that the Thai military immediately cease its persistent campaign of disinformation and fabrication intended to mask its invasion and armed aggression against Cambodia. The Thai military must return to conduct itself with professionalism and dignity. There is an action unequivocally demonstrate an intent to violate Cambodian sovereignty and invade our territory through the use of armed force and the imposition of the unilateral map with no international recognition. These actions stand in direct contradiction to international law and the fundamental principle of the United Nations Charter, posing a serious threat to peace and stability in both the region and the world. It is also important to stress that as of now, the heroic Cambodian Army and National Police Force will continue to stand strong, brave, and steadfast in their fight against the aggressor and always remain vigilant to exercise our right to self-defense as enshrined in international legal instruments in the fulfillment of their duty to defend and protect
at all costs the Cambodian territorial integrity and the people. For further update reports regarding the frontline situation, please visit the official media channels of the Ministry of National Defense of Cambodia. Thank you. បាទអរគុណលោកជំទាវឧត្តមសេនីយ៍ឯកដែលបានធ្វើបច្ចុប្បន្នភាពនៅអំពីស្ថានភាពនៅតាមព្រំដែនបាទក្នុងវិស័យយោធាឥឡូវនេះខ្ញុំសូមជម្រាបជូនអំពីការវិវត្តផ្នែកវិស័យការទូតវិញម្ដងបាទពាក់ព័ន្ធទៅនឹងការឈ្លានពានរបស់ថៃមកលើកម្ពុជារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃ22ធ្នូស្អែកនេះនៅទីក្រុងកូឡាឡំពួរបាទប្រទេសម៉ាឡេស៊ីហើយនេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាននឹងរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងប្រជាណាចក្រកម្ពុជានិងប្រជាណាចក្រថៃដែលនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡំពួរថ្ងៃទី22ធ្នូឆ្នាំ2025កិច្ចប្រជុំពិសេសនេះរៀបចំឡើងស្របតាមការសម្រេចរួមរបស់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីកម្ពុជានិងថៃកាលពីថ្ងៃទី11ខែធ្នូឆ្នាំ2025កិច្ចប្រជុំពិសេសនេះនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីអាយដាមដាតុសេរីអ៊ូតាម៉ាហាជីមូហាម៉ាត់ប៊ីនហាជីហាសាន់កិច្ចប្រជុំនេះនឹងផ្ដល់ឱកាសដល់រដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីផ្លាស់ប្ដូរទស្សនៈពាក់ព័ន្ធទៅនឹងស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃក៏ដូចជាដើម្បីពិចារណាទៅលើជំហានដែលអាស៊ានអាចអនុវត្តបន្តដើម្បីផ្ដល់ការគ្រប់គ្រងដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងនិងបញ្ចប់អរិភាពដើម្បីផលប្រយោជន៍នៃសន្តិភាពស្ថិរភាពរវាងសមាជិកអាស៊ានទាំងពីរនិងតំបន់ទាំងមូលការរៀបចំកិច្ចប្រជុំពិសេសនេះឆ្លុះបញ្ចាំងអំពីការបដិញ្ញាចិត្តរបស់រដ្ឋជាសមាជិកអាស៊ានចំពោះឯកភាពនិងសាមគ្គីភាពអាស៊ានក៏ដូចជាមជ្ឈភាពអាស៊ាននៅក្នុងការរក្សាសន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ស្របតាមធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ TAC ក្នុងនាមប្រធានអាស៊ានប្រទេសម៉ាឡេស៊ីនៅតែបន្តបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសន្ទនាប្រកបដោយការស្ថាបនាផ្អែកតាមស្មារតីអាស៊ាននៅក្នុងការធ្វើការសម្របសម្រួលឲ្យភាគីទាំងពីរបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិទំនាក់ទំនងជាអ្នកជិតខាងល្អនិងការរស់នៅប្រកបដោយសន្តិសហវិជ្ជមានក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីសម្ដៅស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីយុត្តិធម៌និងយូរអង្វែងនៅគ្រប់ជំលោះបាទធ្វើនៅទីក្រុងពុត្រាចាយាថ្ងៃ21ធ្នូឆ្នាំ2025Samdaj Excellency, ladies and gentlemen, good afternoon. Press release of ASEAN Chair. Malaysia, as ASEAN Chair, will convene a special meeting of ASEAN foreign ministers to address the current situation between the Kingdom of Cambodia and the Kingdom of Thailand in Kuala Lumpur on 22nd December 2025. The special meeting is convened pursuant to the decision of the Prime Ministers of Malaysia, Cambodia, and Thailand on 11 December 2025. The special meeting will be chaired by Ministers of Foreign Affairs, His Excellency Datuk Seri Utama Daci Mohamad bin Haji Hassan. It will provide a platform for the Asian foreign ministers to exchange views on the current situation between Cambodia and Thailand and to consider possible steps that ASEAN may take in support of the ongoing efforts toward de-escalation and cessation of hostility in the interest of peace and stability between the two Asian member states and the wider region. The convening of the special meeting reflects the commitment of Asian member states to Asian unity and solidarity as well as Asian centrality in maintaining peace, security, stability, and prosperity in his region in accordance with the Asian Charters and the Treaty of Amity and Cooperation in Southeast Asia, TAC. As Asian Chair, Malaysia remain firmly committed to promoting constructive dialogue in Asian spirit and in that respect of facilitating both sides to continue upholding the principle of international law, good neighborly relation, and peaceful coexistence
as well as bilateral and multilateral cooperation in the pursuit of peaceful, just and lasting settlement to any dispute. Putrajaya, 21st December 2025 បាទតើក្នុងកិច្ចប្រជុំនេះដែរអាដាមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃប្រជាណាចក្រកម្ពុជាក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជាថៃនៅថ្ងៃ22ធ្នូ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីតបតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីទាំង3បាទម៉ាឡេស៊ីកម្ពុជាថៃកិច្ចប្រជុំពិសេសនេះនឹងពិភាក្សាអំពីការវិវត្តថ្មីស្ថានភាពក្នុងគោលដៅបង្កើនការយោគយល់គ្នាជំនឿទុកចិត្តទៅវិញទៅមកជំរុញការបន្ថយភាពតានតឹងនិងស្ដារឡើងវិញនៅសន្តិភាពស្ថិរភាពទំនាក់ទំនងភាពជាអ្នកជិតខាងល្អកម្ពុជានឹងបញ្ជាក់សារជាថ្មីឡើងវិញនៅគោលជំហរដ៏មុតមមរបស់ខ្លួនក្នុងការដោះស្រាយទំនាស់ចំនួនទាំងឡាយតាមគ្រប់មធ្យោបាយសន្តិវិធីការសន្ទនានិងផ្លូវការទូតស្របតាមច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាននេះឱកាសនៃកិច្ចប្រជុំនេះឯកឧត្តមប្រាក់សុខុនក៏នឹងជួបពិភាក្សាជាមួយនឹងសមាភាគីអាស៊ានផ្សេងទៀតផងដែរដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជំរុញវិធានការកសាងទំនុកចិត្តបន្ថែមទៀតការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំអាស៊ានពិសេសនេះឆ្លុះបញ្ចាំងអំពីការបដិញ្ញាចិត្តយ៉ាងមុតមមរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសន្តិភាពសន្តិសុខវិបុលភាពក្នុងតំបន់ក៏ដូចជាការលើកកម្ពស់មជ្ឈភាពនិងឯកភាពអាស៊ានដែលនឹងពង្រឹងដល់ការរួមចំណែកដ៏យូរអង្វែងរបស់អាស៊ានចំពោះសហគមន៍អន្តរជាតិទាំងមូលHis Excellency Prasukhon, Deputy Prime Ministers and Ministers of Foreign Affairs and International Cooperation of the Kingdom of Cambodia will participate in the special Asian Foreign Minister meeting in the current situation between Cambodia and Thailand to be held on 22nd December 2025 in Kuala Lumpur, Malaysia, pursuant to the decision of the Prime Ministers of Malaysia, Cambodia and Thailand on 11 December 2025. The special meeting will discuss the recent development of the current situation with a view of fostering mutual understanding and confidence, promoting the escalation of tension and restoring peace, stability and good neighborly relations. Cambodia will reaffirm its firm position of resolving differences and disputes through all peaceful means, dialogue and diplomacy in accordance with international law, the UN charters and the Asian charters. On the margin of the meeting, His Excellency Prasukhon will also hold bilateral discussion with other Asian counterparts to further strengthen cooperation and promote confidence building measures. The participation of Cambodia in this special meeting reflects the strong commitment of the Royal Government of Cambodia to peace, security, and prosperity in the region, as well as to upholding Asian centrality and unity, thereby reinforcing Asian enduring contribution to the wider international community. បាទឆ្លៀតឱកាសនេះដែរអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូននៅជំហរច្បាស់លាស់ឥតប្រែប្រួលរបស់កម្ពុជាគឺកម្ពុជាជាប្រទេសស្រឡាញ់សន្តិភាពនិងចង់ដោះស្រាយរាល់បញ្ហាតាមរយៈសន្តិវិធីតាមរយៈការសន្ទនាការទូតនិងច្បាប់អន្តរជាតិកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួនបំផុតនៅបទឈប់បាញ់ថ្ងៃ28ខែកក្កដាឆ្នាំ2025ក្រោមការផ្ដួចផ្ដើមគំនិតពីឯកឧត្តមDonald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងការសម្របសម្រួលពីឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានបដូវវេនអាស៊ានដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិនក៏ដូចជាគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡាំពួរចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជាថៃកាលពីថ្ងៃ26តុលាឆ្នាំ2025ដោយមានឯកឧត្តម Donald Trump និងឯកឧត្តម Anwar Ibrahim គឺជាសាក្សីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសកោតទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃនិងអមនុស្សធម៌របស់កងទ័ពឈ្លានពានថៃមកលើជនស៊ីវិលស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជានិងសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃ
ឲ្យបញ្ឈប់សកម្មភាពបំពានច្បាប់អន្តរជាតិរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់និងបង្ខំឲ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញជាចាំបាច់ The spokesperson for the Royal Government of Cambodia would like to take this opportunity to re-emphasize Cambodia's clear and unwavering stance that Cambodia is a peace-loving country and wishes to resolve all issues through peaceful means, such as diplomatic dialogue and in compliance with international law. Cambodia strictly adheres to the ceasefire agreement dated July 28, 2025, as initiated by His Excellency Donald J. Trump, President of the United States of America, and facilitated by His Excellency Anwar Ibrahim of Malaysia and the Asian Rotating Chair, with the active participation from the People's Republic of China, as well as the Kuala Lumpur Joint Declaration on Peace signed by the Prime Ministers of Cambodia and Thailand on October 26, 2025, with the auspicious witnesses of Excellency Donald J. Trump and His Excellency Anwar Ibrahim. The spokesperson for the Royal Government of Cambodia condemned the strongest possible terms the brutal, malicious, and inhumane acts of armed aggression by the invading Thai militaries on the innocent Cambodian civilian and civilian infrastructures. We also appeal to the international community to pressure Thailand to immediately stop violating international law and to compel this country to turn to resolve the issues through peaceful means. Thank you for your kind attention. បាទកម្មវិធីរបស់យើងដល់ទីបញ្ចប់តែប៉ុណ្ណេះហើយយើងខ្ញុំទាំងពីរនាក់សូមអរគុណសូមគោរពលាតែប៉ុណ្ណឹងបាទ